សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូនសុខសប្បាយជាទេថ្ងៃនេះនាងខ្ញុំសូមណែនាំវិធីធ្វើប្រហិតឆឹងក្បួនលក្ខណៈគ្រួសាររបស់នាងខ្ញុំងាយប៉ុន្តែឆ្ងាញ់រហូតដល់លិតដៃដែលគ្រឿងផ្សំនោះរួមមានទឹកម្ទេសទឹកសៀងហើយបើបងប្អូនមានម្ទេសច្រាំបងប្អូនអាចដាក់ម្ទេសច្រាំនេះគឺជាម្ទេសជ្រក់បងប្អូនហើយបន្ទាប់មកទៀតគឺស្ករត្នោតបន្ទាប់ពីរៀបចំគ្រឿងផ្សំរួចរាល់ហើយយើងអាចយកខ្ទះដាក់ប្រេងឆាមកល្មមមកហើយយកប្រហិតដែលយើងបានលាងទឹកឲ្យស្អាតហ្នឹងហើយយើងកាត់ជាដុំតូចល្មមឲ្យហើយមកបងប្អូនដើម្បីងាយស្រួលបំពងយកមកដាក់បំពងវានៅក្នុងខ្ទះហ្នឹងឲ្យឆ្អិនល្អមកហើយក្នុងការបំពងហ្នឹងយើងត្រូវការធ្វើការជោគត្រឡប់ឲ្យប្រហិតរបស់យើងហ្នឹងឆ្អិនបានសព្វល្អបងប្អូននេះដោយសារតានាងខ្ញុំប្រើខ្លាញ់តិចពេកអញ្ចឹងហើយបានជាត្រូវការជោគត្រឡប់យើងល្ឯងមើលជោគឲ្យប្រហិតរបស់យើងហ្នឹងបានឆ្អិនសព្វល្អណាបងប្អូនឥឡូវឃើញថាបន្ទាប់ពីយើងដាក់ប្រហិតហ្នឹងបំពងមួយសន្ទុះក្រោយមកប្រហិតរបស់យើងក៏បានឆ្អិនសព្វល្អហើយណាបងប្អូនដូច្នេះយើងចាប់ផ្ដើមដួសដាក់កញ្ច្រែងវាមួយឡែកសិនមកដើម្បីយើងចាប់ផ្ដើមធ្វើការឆឹងប្រហិតជាបន្តទៀតណាបងប្អូនឥឡូវនេះបន្ទាប់ពីប្រហិតរបស់យើងបានឆ្អិនហើយយើងចាប់ផ្ដើមមកផ្សំគ្រឿងដែលយើងមានស្រាប់ហ្នឹងបងប្អូនមានខ្ទឹមជ្រក់ម្ទេសជ្រក់ហើយនឹងទឹកសៀងហើយនឹងទឹកម្ទេសអីហ្នឹងណាបងប្អូនយើងលាយវាបញ្ចូលគ្នាឲ្យហើយមកប៉ុន្តែចំណែកស្ករត្នោតហ្នឹងយើងកុំទាន់ដាក់បងប្អូនយើងលាយតែ3មុខនឹងចូលគ្នាមកបើសិនបងប្អូនមានម្ទេសហឹរច្រើនហើយបងប្អូនជួយចិត្តហឹរច្រើនអញ្ចឹងបងប្អូនអាចដាក់ជាម្ទេសច្រាំអីបានទៀតណាបងប្អូនប៉ុន្តែដោយសារតានាងខ្ញុំខ្លាចហឹរកូនញ៉ាំអត់កើតអញ្ចឹងនាងខ្ញុំក៏សុំជ្រើសរើសយកម្ទេសជ្រក់យកមកធ្វើការចម្អិនណាដោយសារតែម្ទេសជ្រក់ហ្នឹងវាអត់សូវហឹរអញ្ចឹងណាបងប្អូនបន្ទាប់ពីធ្វើការលាយគ្រឿងរបស់យើងរួចរាល់ហើយយើងអាចយកខ្ទះដ៏ធំមួយមកដើម្បីដាក់ស្ករត្នោតរបស់យើងកូរវារហូតដល់ឡើងជើងក្រងណាបងប្អូនកូររហូតដល់វាខាប់ឡើងជើងក្រងដូចក្នុងវីដេអូហ្នឹងមកហើយសឹមយើងចាក់គ្រឿងដែលយើងបានលាយរួចចំបាញ់មិញហ្នឹងចូលមកដើម្បីឆាឲ្យគ្រឿងរបស់យើងហ្នឹងចូលគ្នាបានសព្វល្អបងប្អូនបន្ទាប់ពីរំងាស់គ្រឿងរបស់យើងបានឆ្អិនមើលទៅគឺឆ្អិនសព្វល្អហើយរាងខាប់បន្តិចហើយយើងក៏ចាប់ផ្ដើមចាក់ប្រហិតដែលយើងបានបំពងកាលមុនហ្នឹងចូលមកហើយធ្វើការច្របល់វាឲ្យសព្វនឹងគ្រឿងនឹងខ្ទះនឹងយើងមកធ្វើការច្របល់ជោគត្រឡប់ឲ្យបានច្រើនត្រឡប់មកដើម្បីឲ្យគ្រឿងរបស់យើងហ្នឹងចូលប្រហិតបានសព្វល្អអញ្ចឹងឥឡូវឃើញថាប្រហិតរបស់យើងឆ្អិនហើយបងប្អូនឃើញថាខាប់ល្អហើយរសជាតិឈ្ងុយឆ្ងាញ់មែនទែនអញ្ចឹងហើយយើងចាប់ផ្ដើមត្រៀមបន្លែប្លុកអីមកមានដូចជាតសក់ជីអីហ្នឹងបងប្អូនយើងរៀបឲ្យស្អាតមកដើម្បីដាក់ទ្រាប់ញ៉ាំជាមួយនឹងប្រហិតរបស់យើងឥឡូវនេះឃើញថាប្រហិតរបស់យើងបានរួចរាល់ហើយយើងចាប់ផ្ដើមដួសដាក់ចានមកគឺថាមើលទៅប្រហិតរបស់យើងគឺថារលើបរលោងគួរឲ្យឆ្ងាញ់មែនទែនណាបងប្អូនហើយរសជាតិវិញគឺឆ្ងាញ់ប្លែកមាត់តែហ្មងណាបើសិនបងប្អូនចង់ធ្វើប្រហិតឆឹងវិញបងប្អូនអាចធ្វើជារបៀបនាងខ្ញុំហ្នឹងគឺថាឆ្ងាញ់មែនទែនបងប្អូនសូមអរ
គុណចំពោះការចូលទស្សនាវីដេអូរបស់នាងខ្ញុំបើសិនបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច Subscribe និងfollow page របស់នាងខ្ញុំផងសូមអរគុណសូមគោរពលា